អ៊ីស្រាអែលនិងវៀតណាមយល់ព្រមតម្លឹងរោងចក្រផលិតមីស៊ីលនៅទីក្រុងហាណូយនេះជាសញ្ញាសំខាន់នៃការពង្រឹងវិស័យយោធានិងសមត្ថភាពការពារជាតិរបស់វៀតណាមជាប្រទេសដែលមានកម្លាំងយោធាធំលំដាប់ទី2ក្នុងអាស៊ានបន្ទាប់ពីឥណ្ឌូនេស៊ីនិងជាប់ចំណាត់ថ្នាក់លេខ23លើពិភពលោកឆ្នាំ2025សមត្ថភាពយោធាវៀតណាមកម្លាំងយោធាសកម្មបំរុងនិងអាចកោះហៅបន្ទាន់តែមានសង្គ្រាមសរុបអាចដល់55លាននាក់មានយន្តហោះនិងឧទ្ធម្ភាគជាង293គ្រឿងក្នុងនោះមានយន្តហោះចម្បាំង73គ្រឿងមាននាវាចម្បាំង100រົບគ្រឿងនិងនាវាមួយទឹក6ដល់9គ្រឿងថវិកាការពារជាតិឆ្នាំ2026អាចកើនលើ$10,000 លានធំជាងថវិកាការពារជាតិកម្ពុជាជាង10ដងសេដ្ឋកិច្ចនិងបច្ចេកវិទ្យាវៀតណាមកំពុងរីកចម្រើនខ្លាំងផ្នែកបច្ចេកវិទ្យានិងអាចផលិតបន្ទះជីបដែលជាឧបករណ៍មានតម្លៃខ្ពស់ក្នុងឧស្សាហកម្មបច្ចេកវិទ្យាទំហំពាណិជ្ជកម្មអាចឈានដល់$550,000 លានក្នុងឆ្នាំ2026តាមការព្យាករណ៍ IMF និងធនាគារពិភពលោកក្រុមហ៊ុនអន្តរជាតិធំៗចាត់ទុកវៀតណាមជាគោលដៅវិនិយោគដែលមានស្ថិរភាពនិងអាចទុកចិត្តបានចំណូលមធ្យមប្រជាពលរដ្ឋក្នុងម្នាក់អាចដល់$5,000ក្នុងមួយឆ្នាំសរុបមកវៀតណាមកំពុងខ្លាំងឡើងទាំងសេដ្ឋកិច្ចនយោបាយយោធានិងការទូតហើយក្លាយជាប្រទេសនាំមុខមួយក្នុងវិស័យបច្ចេកវិទ្យាក្នុងអាស៊ាន